បាទសួស្តីបងប្អូនទាំងអស់គ្នាសូមអរគុណដែលបានចូលមកទស្សនាវីដេអូក្នុង Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការ download វីដេអូពីក្នុង account Facebook របស់យើងដោយបងប្អូនមិនចាំបាច់ដំឡើងកម្មវិធីអ្វីមួយនៅក្នុង Play Store ទេតែមុននឹងធ្វើការបង្ហាញអំពីរបៀប download វីដេអូនេះសូមបងប្អូនជួយចុច like ឬក៏ subscribe នៅវីដេអូនេះម្នាក់មួយណាបងប្អូនទាំងអស់គ្នាបាទឥឡូវដើម្បីនេះ down វាបានបងប្អូនចូលទៅក្នុង account Facebook របស់បងប្អូនមកណាហើយបងប្អូនមកចុចកន្លែងរូប play ដូចទូរទស្សន៍នេះបងប្អូនចុចកន្លែងហ្នឹងមកឥឡូវឧទាហរណ៍ថាបងប្អូនចង់ download នៅវីដេអូមួយនេះបងប្អូនចុចអាកន្លែងខ្មៅតូច3នេះមកហើយបងប្អូនចុចពាក្យថា copy link នេះមកណាហើយបងប្អូនចុចថយវាមកបងប្អូនចូលទៅក្នុងកម្មវិធីជ្រោមបាទហើយបងប្អូនមកចុចកន្លែង search នេះបងប្អូនចុចកន្លែង search នេះបងប្អូនវាយពាក្យ Facebook មកណាវាយពាក្យនេះបងប្អូនវាយដូចខ្ញុំបង្ហាញខាងលើនេះមក Facebook video download ហើយបងប្អូនចុចបញ្ជូនវាទៅហើយបងប្អូនទាំងអស់គ្នាធ្វើការយកអាកន្លែងនេះdownload video download Facebook video online save from.net ចុចលើនឹងមួយមកណាបាទហើយបងប្អូនធ្វើការផាស link ដែលបងប្អូនបាន copy ពី Facebook មិញចូលកន្លែងនេះមកផាសវាមកហើយបងប្អូនវានឹងពេលបងប្អូនផាសវានឹងចេញជាទម្រង់បែបនេះឥឡូវបងប្អូនចាំវានេះតិចទៅពេលបងប្អូនផាស link ចូលហើយបងប្អូនទាំងអស់គ្នាចាំវាមក plate មកឲ្យវា load ចេញបែបនេះឲ្យវាចេញកន្លែងឲ្យយើងជ្រើសរើសកម្រិតវីដេអូណាបងប្អូនចុចកន្លែងនេះមកបងប្អូនអាចជា SD ឬក៏ HD ឥឡូវយើងយក HD ទេចាយក HD ហើយបងប្អូនចុចពាក្យថា download នេះមកបាទឥឡូវវាបងប្អូនចុចខ្វែងកន្លែងមេរោគមាញ់មួយមកឥឡូវចុចនេះវា download ឲ្យយើងពេញណាបងប្អូនទាំងអស់គ្នាឃើញអត់ឥឡូវយើងចូលទៅមើលទៅក្នុង gallery យើង download ចូលគឺវាចូលទៅក្នុង gallery ណាបងប្អូនទាំងអស់គ្នាគឺទូរស័ព្ទខ្ញុំគឺមើលកន្លែងនេះវាអត់ឃើញទេតើតាមើលកន្លែង library នេះចុចកន្លែងហ្នឹងមកនេះបងប្អូនឃើញហើយគឺវីដេអូដែលយើងបាន download ពី Facebook មិញនេះឃើញអត់នេះឃើញទេបងប្អូនទាំងអស់គ្នាគឺច្បាស់មែនតើបាទអញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបនៃការ download វីដេអូពីក្នុង Facebook នេះគឺមានតែប៉ុណ្្នឹងឯងបើបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច subscribe នៅវីដេអូនេះម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណបងប្អូនដែលបានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ